បាទសូមជម្រាបសួរប្រិយមិត្តដែលកំពុងតែស្ដាប់វិទ្យុហងមាស FM 104.5 MHz ទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីបាទនេះគឺជាកម្មវិធីផ្ទះតារាដែលកម្មវិធីរបស់យើងមានវគ្គមួយគឺសកម្មភាពតារាខ្មែរប្រចាំសប្ដាហ៍តែថ្ងៃនេះក្រុមការងារនៃកម្មវិធីផ្ទះតារាបានមកជួបនឹងតារាចម្រៀងដ៏ល្បីមួយរូបរបស់ផលិតកម្មរស្មីហងមាសដែលគាត់មានសមត្ថភាពខ្ពស់បាទជាពិសេសគឺបទចម្រៀងរបស់គាត់ភាគច្រើនគាត់បាននិពន្ធបទភ្លេងនិងទំនុកច្រៀងផ្ទាល់ខ្លួនតែម្ដងហើយទទួលបាននូវការគាំទ្រមានការកោតសរសើរពីប្រិយមិត្តក៏ដូចជាទស្សនិកជនផងដែរថ្ងៃនេះយើងឃើញគាត់បានមកសម្ដែងបទថ្មីជាពិសេសគឺគាត់បានបញ្ចូលសម្លេងទៅក្នុង MV ថ្មីរបស់គាត់ចង់ដឹងថាតើគាត់នឹងត្រៀមចេញជាអាល់ប៊ុមថ្មីហើយបទចម្រៀងបែបណាខ្លះសូមជួបគាត់តែម្ដងជម្រាបសួរបាទសូមជម្រាបសួរបាទប្រិយមិត្តយើងប្រហែលជាបានដឹងហើយស្ដាប់ពីសម្លេងនេះគឺកម្ពុជាតារាចម្រៀងលោកសាពូនមីដាដាដែលជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហងមាសបាទសូមជម្រាបសួរថាថ្ងៃនេះលោកសាពូនមីដាដាមកបញ្ចូលសម្លេងនៅក្នុង MV ថ្មីបាទជួយបញ្ជាក់អំពីចំណងជើងបទចម្រៀងផងបាទបទចម្រៀងនេះមានចំណងជើងថាសន្យានៅតែជាពាក្យសន្យាដែលជាបទចម្រៀងថ្មីរបស់ខ្ញុំបាទនឹងចេញលក់ហើយពងចរាចរលើទីផ្សារហើយខ្ញុំមកនេះគឺមកបញ្ចូលសម្លេងដាក់នៅក្នុងខារ៉ាអូខេឈុតឆាកដែលយើងនិយាយជាមួយតួស្រីបាទដូចជាថាអញ្ចឹងរាំងសីអូនកុំភ្លេចពាក្យសន្យាយើងណាបងនឹងរងចាំអូនគឺពាក្យហ្នឹងឯងស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍មែនតើអញ្ចឹងមានន័យថាបទនេះបានថតហើយអស់ហើយបាទថតហើយអស់ហើយបានដឹកនាំសម្ដែងបទចម្រៀងអ្នកណាដែរបាទដោយលោកកៅសីហាហើយនិពន្ធទំនុកច្រៀងដោយលោកខេមរៈតារាហើយនៅថតនៅទីតាំងយើងប្រវត្តិសាស្ត្រយើងមួយដែរគឺនៅភ្នំក្រាំងដីមាសកំពង់ឆ្នាំងឯណោះបាទនៅខាងកំពង់ឆ្នាំងបាទរយៈពេលនៃការថតរយៈពេលប្រហែលថ្ងៃដែរអូមួយថ្ងៃពេញតែម្ដងរហូតដល់យប់ពាក់កណ្ដាលយប់បានហើយបាទចំពោះខាងតួស្រីវិញជាតារាសម្ដែងរូបណាវិញគាត់ឈ្មោះកញ្ញារាំងសីនឹងតែម្ដងបាទតារាថ្មីបាទគាត់ឈ្មោះរាំងសីអញ្ចឹងក្នុងសាច់រឿងដាក់រាំងសីបដ ாய் ទៅបាទជួយបញ្ជាក់បន្ថែមសម្រាប់ការសម្ដែងនៅក្នុងបទចម្រៀងសន្យានៅតែជាសន្យានេះលោកសាពូនមីដាសម្ដែងជាតួអង្គបែបណាដែរបាទជាតួអង្គប្រុសដែលរងចាំនារីជាទីស្រឡាញ់របស់យើងគាត់បានលាចាកស្រុកកំណើតមកធ្វើការនៅទីក្រុងហើយខ្ញុំបាទគាត់ជាកំឡោះជនបទមួយរូបហើយរងចាំពាក្យសន្យាយើងសន្យាជាមួយគ្នាថានៅពេលដែលស្រូវស្រែបានផលចំណេញច្រើនបានផលភោគច្រើននិងបានលុយច្រើនអញ្ចឹងទៅហើយកញ្ញារាំងសីពេលដែលគាត់មកពីទីក្រុងភ្នំពេញវិញយើងនឹងរៀបការជាមួយគ្នាប៉ុន្តែផ្ទុយទៅវិញបរិសម្នាក់នឹងរងចាំនាងរហូត2ឆ្នាំ3ឆ្នាំរហូតដល់5ឆ្នាំគឺនាងវិលត្រឡប់មកវិញសោះអញ្ចឹងបរិសម្នាក់នៅតែចាំម្នាក់ឯងចាំនាងរហូតមកបាទអញ្ចឹងបានថាសន្យានៅតែជាពាក្យសន្យាបាទមានឈុតឆាកត្រូវសម្រក់ទឹកភ្នែកឬក៏យ៉ាងម៉េចហ្នឹងតាមពិតមានឈុតឆាកត្រូវសម្រក់ទឹកភ្នែកប៉ុន្តែក្នុងនាមយើងជាមនុស្សប្រុសយើងមិនអាចស្រក់ទឹកភ្នែកបានទេប៉ុន្តែក្តីឈឺចាប់នៅក្នុងទ្រូងនឹងវាអ៊ូលណែនវាឈឺចាប់ជាងស្រក់ទឹកភ្នែកទៅទៀតបាទបាទអញ្ចឹងសង្ឃឹមថាបទចម្រៀងនេះពេលតែចេញលក់ជា VCD នឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងព្រោះថាបច្ចុប្បន្នបទចម្រៀងសន្យានៅតែជាសន្យាកំពុងតែមានការគ្រប់គ្រងពីស្នាមយុវវ័យហើយក៏តែងតែមានការสนับสนุนតាមរយៈវិទ្យុហងមាស FM 104.5 ផងដែរបាទអញ្ចឹងបើសិនជាប្រិយមិត្តយើងចង់ស្ដាប់បទចម្រៀងនេះអាចទិញបាននៅក្នុង CD រស្មីហងមាសបាទ463តម្លៃត្រឹមតែ 6000 រៀលប៉ុណ្ណោះក្នុងរយៈពេល10ថ្ងៃដំបូងបាទក្រោយពីបទចម្រៀងសន្យានៅតែជាសន្យាលោកសាពូនមីដាមានត្រៀមចេញជាអាល់ប៊ុមថ្មីទៀតបាទនៅត្រៀមចេញអាល់ប៊ុមដូចពីអាល់ប៊ុមមានចំណងជើងមួយគឺ The Return of សាពូនមីដាដាគេដាក់ចំណងជើងអញ្ចឹងបាទគឺបទចម្រៀងនេះខ្ញុំបាទបានតែនិពន្ធបទភ្លេងថ្មីទាំងអស់ហើយនឹងអ្នកនិពន្ធទំនុកច្រៀងមានលោកខេមរៈតារាលោកដូរ៉េលោកសុកច័ន្ទផលនឹងឯងហើយមានអាល់ប៊ុមទៀតគេដាក់ដូច Classroom គឺច្រៀងប្រមាណដូច10រូបឯណោះអ្នកចម្រៀង10រូបនៅក្រុមហ៊ុនយើងនេះបាទអញ្ចឹងទាំងពីរអាល់ប៊ុមហ្នឹងលោកសាពូនមីដានិពន្ធបទភ្លេងទាំងពីរឬក៏យ៉ាងម៉េចវិញអត់ទេបាទខ្ញុំនិពន្ធតែអាល់ប៊ុមទេគឺ Return of សាពូនមីដាដានឹងបាទជួយបញ្ជាក់អំពីអត្ថន័យនៃការដាក់ Return of សាពូនមីដាមានអត្ថន័យយ៉ាងណាដែរពួកយើងបានរៀបចំធ្វើការជាមួយគ្នាប្រហែលអ្នកហ្នឹងហើយក៏បានឆ្លងយោបល់ទៅមេធំដែរថាដោយការវិលត្រឡប់មកវិញណាដោយការវិលត្រឡប់របស់ខ្ញុំបាទមកវិញមកខិតខំធ្វើបទចម្រៀងថ្មីតែងថ្មីដើម្បីបម្រើអារម្មណ៍ទស្សនិកជនយើងទាំងអស់បាទដូចជាការខិតខំឲ្យល្អដូចពីមុនអញ្ចឹងខ្ញុំនៅចាំបានអាល់ប៊ុមដំបូងរបស់លោកសាពូនមីដានៅក្នុងផលិតកម្មរស្មីហងមាសដែលបាននិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងផ្ទាល់ខ្លួនដើម្បីអ្វីទៅអូនគ្រប់យ៉ាងដើម្បីអូនដែលជាវល់ដំបូងបាទមាន5បទហើយមានការគាំទ្រខ្លាំងមែនទែនឥឡូវនេះគេដាក់ Return អាល់ប៊ុមអញ្ចឹងគឺត្រឡប់មកវិញហើយសង្ឃឹមថាមានការគាំទ្រខ្លាំងដោយការមុនអាចនឹងលើសពីមុនទៀតបាទអូសូមអរគុណបាទសង្ឃឹមទុកជាមុនអញ្ចឹងចុះអញ្ចឹងមកនេះថា Return of សាពូនមីដាហ្នឹងគឺមាន10បទនិពន្ធបទភ្លេងថ្មីទាំង10បទតែម្ដងបាទហើយតារាចម្រៀងមានប្រមាណរូបដែរបាទអ្នកចម្រៀងមានកញ្ញាអុកសគុណកញ្ញាទេពបូព្រឹកលោកហ្សូណូរួមនឹងខ្ញុំបាទ4នាក់បាទមាន4នាក់មានជាលក្ខណៈចម្រៀងសាច់រឿងអីចឹងតគ្នាឆ្លងឆ្លើយទៅវិញទៅមកអញ្ចឹងសូមអញ្ជ
ជាអនថែមទៀតក្នុងចំណោមតារាចម្រៀងទាំង4រូបនេះលោកបកស្រាយប្រមាណបទដែរ បាទខ្ញុំបាទ4បទ 4 បទ បាទ សូមអញ្ជើញអនថែម4 បទហ្នឹងលោកមានសម្ដែងតសាច់រឿងជាមួយតារាស្រីរូបណាទេ ដូចទាំងអស់គ្នាក្នុងសាច់រឿងហ្នឹងក្នុងតួអង្គ4រូបហ្នឹងគឺ តាក់ទ តាក់ទងគ្នាតែម្ដងបាទដូចជាឈុតមួយនោះដូចចម្រៀងមួយនោះខ្ញុំបាទលួចស្រឡាញ់កញ្ញាអុកសគុណកញ្ញាយើងហ្នឹងប៉ុន្តែអុកសគុណកញ្ញាហ្នឹងគេមានសង្សាររបស់គេហើយគឺលោកហ្សូណូប៉ុន្តែផ្ទុយមកវិញមានកញ្ញាមួយដែលគាត់ទេបព្រឹកហ្នឹងគាត់មកស្រឡាញ់ខ្ញុំវិញអញ្ចឹងវាផ្ទុយគ្នាទៅមកអញ្ចឹងណា បាទហើយអញ្ចឹងយើងមានចម្រៀងឆ្លងឆ្លើយមានចំណងជើងប្រាប់សង្សារអូនផងថាគេសំណាងណាស់អញ្ចឹងបត់មានដូចច្រើនណាស់មានបងធរបងអីច្រើនមានសម្ដែងជា VCD ហើយឬក៏បានថតជា CD នៅទេបាទតែយើងកំពុងតែធ្វើបទភ្លេងនៅឡើយនៅក្នុង studio ហើយបន្ទាប់មកយើងនឹងបញ្ចូលសំឡេងហើយយើងនឹងរៀបចំថតរូបភាពបាទប៉ុន្តែអ្វីគ្រប់យ៉ាងបានត្រៀមរួចអស់ហើយបាទទាំងពីការហាត់ច្រៀងក៏ដូចជាត្រៀមសម្ដែងបាទចុះអ្នកដឹកនាំសម្ដែងក្នុងអាល់ប៊ុមនេះអ្នកដឹកនាំសម្ដែងមានលោកកៅសីហាហើយនិងលោកខេមរៈតារាដែរគាត់ជាអ្នកនិពន្ធទំនុកច្រៀងរួមគ្នាទាំងអស់ទាំងលោកសុកច័ន្ទផលទាំងលោកដូរ៉េអីហ្នឹងបាទមានការសហការច្រើនបាទ អរគុណហើយសង្ឃឹមថាពេលដែលចេញលើទីផ្សារនឹងមានការគាំទ្រច្រើនពីសំណាក់មិត្តយុវវ័យក៏ដូចជាប្រជាពលរដ្ឋទូទៅតែម្ដងចុះក្នុងឱកាសបុណ្យទូកខាងមុខនេះមានចម្រៀងជាលក្ខណៈប្រជាប្រិយខ្មែរទេបាទមានច្រើនឃើញនៅខាងក្រោមគេរៀបចំធ្វើបទប្រពៃណីខ្មែរច្រើនណាព្រោះថានៅហងមាសយើងនេះគឺមិនដើរភ្លេចទេឲ្យតែចូលឆ្នាំទូកឬមួយក៏ភ្ជុំអីហ្នឹងតែមានបទចម្រៀងប្រពៃណីខ្មែរយើងដែលតាក់ទងទៅកម្មវិធីនោះទីបុណ្យនោះបាទសង្ឃឹមថាលោកសុពន្ធមេដានឹងមានអាល់ប៊ុមថ្មីជាបន្តទៀតព្រោះថាមានការสนับสนุนពីប្រិយមិត្តជាច្រើនចង់ឲ្យលោកសុពន្ធមេដាមានបទថ្មីឲ្យច្រើនដោយការពីមុនបាទកាលពីអំឡុងឆ្នាំ2005 2006គឺមាន solo album ច្រើន បាទ2004ខ្ញុំចាប់ផ្ដើមច្រៀង2004មកបាទហើយមានចេញបទចម្រៀងជាបន្តទាំងបទចម្រៀងច្រៀងម្នាក់ឯងជាពិសេសបទចម្រៀងដូចជា Vol 282បាទមានបទរឿងពិតនៃយើងទាំង3គឺមក Vol ហ្នឹងព្រោះទាំងអស់បាទអញ្ចឹងសង្ឃឹមថានឹងមានការចេញលក់ជា CD និង VCD ជាបន្តដើម្បីឲ្យប្រិយមិត្តមានការគាំទ្រឲ្យខ្លាំងច្រើនឡើង បាទសូមអរគុណបាទអញ្ចឹងជាចុងក្រោយតើលោកសុពន្ធមេដាមានពាក្យពេចន៍អីចង់ផ្ដាំផ្ញើដល់ប្រិយមិត្តក៏ជាទស្សនិកជនដែលតែងតែនិយមគាំទ្រស្ដាប់សម្លេងនិងការនិពន្ធបទភ្លេងនិងទំនុកច្រៀងរបស់លោកសុពន្ធមេដាបាទចំពោះខ្ញុំបាទគ្មានអ្វីទេមានតែការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីពោះចំពោះបងប្អូនទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុនរស្មីហងមាសរាល់គ្រប់អ្នកចម្រៀងទាំងអស់មិនថាតែខ្ញុំបាទទេហើយនឹងគាំទ្រគ្រប់បណ្ដាសិល្បករសិល្បការិនីទូទាំងប្រទេសកម្ពុជាយើងខ្ញុំបាទគ្មានអ្វីទេមានតែការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនៅសេចក្តីគាំទ្រនិងសេចក្តីត្រូវការរបស់បងប្អូនទស្សនិកជនទាំងអស់ហើយសូមឲ្យបងប្អូនទស្សនិកជនទាំងអស់ឲ្យសុខសប្បាយអាយុវែងទាំងអស់គ្នាបាទសូមអរគុណវិទ្យុហងមាសផងបាទសូមអរគុណបាទខ្ញុំបាទឧត្តមក៏ដូចជាក្រុមការងារនៃកម្មវិធីផ្ទះរាក៏សូមគោរពជូនពរ